Got Talent នាំជួនជាពិសេសដោយ សាប៊ូកក់សក់ Clear មានអង្គែស្រស់ស្រាយពិតប្រាកដខ្ញុំមានអ្វីត្រូវលាក់បាំងស្រាបៀរអង្គរប្រទេសខ្ញុំស្រាបៀរខ្ញុំបេះដូងខ្មែរបន្ទាប់ពីលោកអ្នកបានតន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរជាមួយនឹងការសម្រេចលទ្ធផលនោះបានមកដល់ហើយគឺនៅពេលនេះលទ្ធផលបានមកដល់លើដៃរបស់ខ្ញុំបាទហើយចង់ដឹងថាតើលទ្ធផលជ័យលាភី Top 3នឹងបានទៅលើបេក្ខជនរូបណាសូមរងចាំទស្សនាទាំងអស់គ្នានៅពេលបន្តិចទៀតនេះសម្រាប់បេក្ខជនយ៉ាតប៊ុនថេនដែលមានលេខសម្គាល់គឺលេខ1គឺត្រូវត្រឡប់ទៅផ្ទះវិញជាបន្តបេក្ខជនដែលមានលេខសម្គាល់លេខ5គឺសារីសុភាពនិងកែពងណារ៉ូគឺជាក្រុមដែលត្រូវត្រឡប់ទៅផ្ទះវិញបេក្ខជនគឿងណារិតដែលមានលេខសម្គាល់លេខ2បេក្ខជនត្រូវត្រឡប់ទៅគេហដ្ឋានវិញបេក្ខជនទី8ដែលមានលេខសម្គាល់លេខ8ឈ្មោះសសុផលបេក្ខជនត្រូវជាប់នៅក្នុង Top 3បេក្ខជនក្រុមទី7វងវណ្ណៈនិងផុនច័ន្ទពិសីគឺជាក្រុមដែលមានលេខសម្គាល់លេខ7ពេលនេះត្រូវបានជាប់នៅក្នុង Top 3ពីការសម្ដែងចុងក្រោយ1គឺហៀកនិត2គឺភ័ណ្ឌរតនៈនិងប៊ុនបូរីដែលមានលេខសម្គាល់លេខ6តើបេក្ខជនការសម្ដែងមួយណាត្រូវបានបន្តទៅកាន់ Top 3សូមបញ្ជាក់ថាគឺបេក្ខជនដែលត្រូវត្រឡប់ទៅគេហដ្ឋានគឺបេក្ខជនហមចានធឿននៅពេលនេះលោកអ្នកកំពុងតែរង់ចាំជាមួយនឹងការសម្ដែងពីក្រុមតើក្រុមមួយណាដែលត្រូវបានបន្តទៅកាន់ Top 3 1គឺហៀកនិត2គឺភ័ណ្ឌរតនៈនិងមុនបូរីអ្នកដែលបានបន្តទៅកាន់ Top 3គឺភ័ណ្ឌរតនៈនិងមុនបូរីបាទអរគុណអ្នកដែលបានបន្តជាមួយកម្មវិធីរបស់យើងជូនពរទទួលបាននៃសុខភាពល្អពិសេសគឺសូមឲ្យមានកម្លាំងចិត្តធ្វើការប្រកួតប្រជែងទៅកាន់ season ក្រោយជាបន្តទៀតដែលសេវាកម្មប្រកួតប្រជែងនោះគឺនឹងមានការបង្កើនឱកាសបន្តទៀតអញ្ចឹងអ្នកដែលបានបន្តសូមអញ្ញាតសម្រាប់សិនទុកសម្រាប់ការ3សម្ដែង3ចុងក្រោយដើម្បីធ្វើការជ្រើសរើសជាបន្តទៀតបាទសូមដល់អ្នកដែលបានឈ្នះសូមអញ្ជើញមកកាន់ខាងមុខបាទ អ
សម្រាប់ការសម្ដែង3ដែលជាប់នៅក្នុង Top 3 អ្នកដែលអាចបន្តដោយស្វ័យប្រវត្តិទៅកាន់វគ្គផ្នែកប្រព័ន្ធដែលមានការគ្រប់គ្រងពីទូរទស្សនិកជនច្រើនជាងគេនោះគឺបេក្ខជនសសុផលសូមឲ្យលោកសសុផលសម្រាប់សិនរីឯបេក្ខជនពីរក្រុមដែលពោពេញទៅដោយការគ្រប់គ្រងយ៉ាងច្រើនពីអ្នកដែលតែងតែផ្ដល់វោតដល់គាត់ក៏ដូចជាការបោះឆ្នោតជូនគាត់នោះកំពុងតែសង្ឃឹមថាអ្នកដែលគ្រប់គ្រងរបស់ខ្លួនត្រូវបានបន្តប៉ុន្តែឱកាសនេះសូមប្រគល់វេទិកាជូនដល់គណៈកម្មការរបស់យើងគឺនាងខាត់សុខីនបាទសូមជើញបាទពិបាកនឹងសម្រេចណាប្រុសប្អូនទាំងពីរក្រុមគឺល្អដូចគ្នាធ្វើឲ្យបងពិបាកសម្រេចចាអូនក៏កំ pl ល្អចាចំណែកខាងនេះរំល្អចាអញ្ចឹងធ្វើឲ្យបងពិបាកចិត្តបើបងជ្រើសរើសវិញបងជ្រើសរើសយកអ្នកទាំងពីរប្រមាថប៉ុន្តែកម្មវិធីយើងតម្រូវឲ្យបងរើសយកតែម្នាក់តែមួយក្រុមឯណាចាអញ្ចឹងសូមជ្រើសរើសរបាំសហសវត្តបាទជាបន្តគឺសូមបាទចាត់កុយបាទសូមជើញបាទពិតជាតឹងតែងមែនតើខាងលបាំក៏ល្អខាងកំ pl ក៏ល្អសុទ្ធតែមានភាពតាក់ទាញប៉ុន្តែកម្មវិធីទៅឲ្យជ្រើសរើសឲ្យយកតែមួយក្រុមដើម្បីឡើងទៅវគ្គបន្តខ្ញុំគិតថាយកអ្នកកំ pl សម្រាប់ពេលនេះពេលវេលាដ៏តឹងតែងបានចូលមកដល់វេទិកានេះអ្នកដែលសម្រេចលទ្ធផលថាតើក្រុមមួយណាត្រូវបានបន្តនោះគឺមានតែលោកព្រឹទ្ធសវត្តតែប៉ុណ្ណោះសូមអញ្ជើញពីក្រុមរបស់យើងគឺសិតតែល្អទាំងអស់ខ្ញុំសម្រាប់ខ្ញុំវិញគឺខ្ញុំពិបាកនឹងជ្រើសរើសតែយើងអត់មានផ្លូវតទៅទៀតទេអញ្ចឹងយើងត្រូវតែកាត់ចិត្តខ្លួនយើងហើយជាអារម្មណ៍របស់ខ្ញុំដែលខ្ញុំគិតសម្រាប់ខ្ញុំរបាំបាទអបអរសាទរជូនទៅដល់វណ្ណៈនិងពិសីសម្រាប់បាទប្អូនទាំងពីរក្រុមឃើញថាបាទប្អូនបាទវណ្ណៈនិងពិសីតើចាប់អារម្មណ៍យ៉ាងណាដែរចំពោះបាទការបាទឲ្យជាការសម្រេចចិត្តពីគណៈកម្មការទាំង3រូបបាទជាបឋមនេះខ្ញុំបាទគិតថាការផ្ដល់បន្ទុកក៏ដូចជាការឲ្យបន្តទៅកាន់វគ្គបន្តទៀតគឺជាការសម្រេចរបស់ទស្សនិកជនក៏ដូចជាការសម្រេចរបស់គណៈកម្មការខ្ញុំបាទគិតថាអ្វីដែលគណៈកម្មការលោកបានផ្ដល់នៅលទ្ធផលដល់យើងខ្ញុំនេះខ្ញុំទទួលយកដោយក្តីរីករាយហើយក៏សូមថ្លែងអំណរគុណដល់ទស្សនិកជនទាំងអស់ដែលបានបោះផ្ញើសារគាំទ្រក៏ដូចជា
អរគុណដល់ចាស់ទាំង3ដែលលោកតែងតែផ្ដល់នៅយោបល់ល្អៗក៏ដូចជាគណៈកម្មការដែលរៀបចំកម្មវិធីទាំងអស់អរគុណ អរគុណច្រើន អរគុណ បន្តបាទ បន្តបាទផ្ដល់សំណួរដល់អ្នកបានបន្តនៅក្នុងកម្មវិធីរបស់យើងតើទៅពេលនេះជាប្រគំរបស់បងអូនទាំងពីរតើច្បល់យ៉ាងណាដែរនៅពេលដែលក្រោយការសម្ដែងរបស់គណៈកម្មការទាំង3រូបដែលបានផ្ដល់ឲ្យបងអូនគឺមិនបានបន្តដូច្នេះបាទ ខ្ញុំមកមានអារម្មណ៍អីទេព្រោះអីការប្រឡងមានធ្លាក់មានចាញ់បង បាទ មានធ្លាក់ឲ្យមានចាញ់ទៀត បាទមិនធ្លាក់ឲ្យមានចាញ់បាទពុកគ្នាដប់ហើយអមេចវិញបាទចំណែកឯបេក្ខជនរបស់យើងដែលជាកុមារាចំណែកវិញបាទដល់ពេលដែលមិនបានបន្តអញ្ចឹងបាទមានធ្លាក់មានចាញ់អញ្ចឹងមិនដែរបាទ ខ្ញុំមានការសោកស្ដាយដែលខ្ញុំមិនបានទៅវគ្គបន្ត បាទប៉ុន្តែមកអីទេណាដោយសារតែយើងនៅមាន season បន្តទៀតឆ្នាំក្រោយទៀតបន្តនៅអ្វីដែលខ្លួនឯងមានគឺត្រូវតែពង្រឹងឲ្យបានល្អជាងនេះដើម្បីទទួលនឹងការគ្រប់គ្រងពីអ្នកជាច្រើនទៀត យកលុយទៅឆ្លងទលេណា អូមូលដល់ហើយសុខតែកូនបាល់មិនដឹងទេណាអរគុណបាទសម្រាប់អ្នកបានបន្តសូមអញ្ញាសម្រាប់អរគុណច្រើនណាអូនណាបាទអរគុណច្រើនបាទអរគុណច្រើនជូនពរសុខភាពល្អក៏ដូចជាការសម្ដែងក្នុងឱកាសក្រោយៗទៀតបាទអបអរបាទចំពោះអ្នកទាំងពីរដែលបានបន្តបាទជូនពរអ្នកទាំងពីរឲ្យបានទទួលនៅជោគជ័យនៅក្នុងការប្រកួតប្រជែងនៅក្នុងបាទវគ្គផ្ដាច់ព្រាត់នៅក្នុងកម្មវិធីរបស់យើងផងដែរបាទ បាទសម្រាប់ពេលនេះសូមទស្សនិកជនទាំងអស់អបអរសាទរចំពោះអ្នកទទួលបាននៅជ័យលាភីសម្រាប់បន្តទៅវគ្គផ្ដាច់ព្រាត់